ទស្សនិកជនជាទីមេត្រីងាកមកទទួលជ្រាបព័ត៌មានកីឡាអន្តរជាតិមួយវិញទៀតក្រុមជម្រើសជាតិប៉េរូបានសម្រេចបណ្ដេញគ្រូបង្វឹកលោករ៉ៃណូសូចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមមិនបានល្អសមាគមបាល់ទាត់ប៉េរូ FPF បានសម្រេចបណ្ដេញគ្រូបង្វឹកលោក Juan Reynoso ចេញពីតំណែងបន្ទាប់ពីដំណើរការដឹកនាំទទួលបានលទ្ធផលមិនល្អក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូងសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026នេះបើតាមការប្រកាសពីសមាគមបាល់ទាត់ប៉េរូហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី15ខែធ្នូឆ្នាំ2023ក្រុមជម្រើសជាតិប៉េរូកំពុងស្ថិតនៅបាតតារាងនៃការប្រកួតជម្រុះ World Cup ប្រចាំទ្វីបអាមេរិកខាងត្បូងដោយមានត្រឹមតែ2ពិន្ទុប៉ុណ្ណោះបន្ទាប់ពីលេងស្មើ2ប្រកួតនិងចាញ់4ប្រកួតក្រោមការដឹកនាំដោយលោក Reynoso រំលឹកផងថាលោក Reynoso ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៉េរូក្នុងឆ្នាំ2022ជំនួសតំណែងរបស់គ្រូបង្វឹកសញ្ជាតិអាសង់ទីនលោក Ricardo Gareca ដែលបានដឹកនាំក្រុមប៉េរូឡើងទៅកាន់ព្រឹត្តិការណ៍ World Cup ជាលើកដំបូងរបស់ពួកគេនៅក្នុងរយៈពេល36ឆ្នាំកាលពីឆ្នាំ2018សូមជម្រាបថាក្រុមជម្រើសជាតិប៉េរូនឹងចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រើស World Cup 2026របស់ពួកគេជាបន្តនៅក្នុងខែកញ្ញាឆ្នាំក្រោយទល់នឹងក្រុមកូឡុំប៊ីនិងក្រុមជម្រើសជាតិអេក្វាដ័រ